là đi buổi chiều broad mai dương nom thì show no mục noដើម្បីបង្ហាញទៅពិភពលោក so we are standing here on the side of the street to show the world that we are doing here for to stop the war between Cambodia and Thailand, especially to kill people. It's not only to kill people, it's stop the people run away. At least more than 20,000 people ran away from their home, especially even my family too, because my family live close to the border. So that's why we are trying to show the world that we are here to stop the war. បាននាំគ្នាបង្ហាញអំពីការប្រឆាំងជាមួយនឹងថៃប្រជាប្រដ្ឋខ្មែរយើងនៅក្នុងទីក្រុងឡុងបិចដែលថ្ងៃស្កៅនៅថ្ងៃសៅរ៍ទី So today is Saturday, December 13. អញ្ចឹងប្រជាប្រដ្ឋខ្មែរយើងគាត់បាននាំគ្នាមកជួបជុំគ្នា So what we want? Peace. What we want? One peace. ថៃគាត់បកកែធ្វើព័ត៌មានដែល fake news យើងគិតថាគាត់ថាកម្ពុជារំលោភគាត់តើកម្ពុជារំលោភគាត់ចង់បានអីហើយប្រជាជនកម្ពុជាឬក៏កងទ័ពកម្ពុជានៅទីតាំងកន្លែងណាអ្នកណាស្លាប់នៅណាយើងបានថាថៃគាត់គួរចោទបន្តទៀតថាឥឡូវនេះមិនត្រូវតែរំលោភទេឥឡូវនេះគាត់មានផ្ទៃពោះទៀតគាត់ចោទកម្ពុជាដែរអានេះខ្ញុំចប់តែប៉ុណ្្នឹងឯងសូមឲ្យយកទៅគិតមើលថាតើ fake news វាអាចទៅរួចទេតើការងារនឹងអាចទៅរួចទេតើកម្ពុជាទៅរំលោភទឹកដីកម្ពុជាថៃចង់បានអីយើងប្រទេសតូចមួយយើងចង់បានសន្តិភាពមិនអញ្ចឹងយើងអត់ចង់បានឲ្យថៃចង់បានប្រទេសថៃយើងចង់បានប្រាសាទអីអត់មានទេថៃចង់បានប្រាសាទយើងជាក់ស្ដែងថៃចង់បានយកមិនបានបាញ់រំលាយប្រាសាទយើងចោលតើអ្វីដែលគាត់ធ្វើតើវាស័ក្តិសមទេអ្វីដែលគាត់ធ្វើសម័យនេះអញ្ចឹងខ្ញុំសូមឲ្យទាំងអស់គ្នាធ្វើការទាំងអស់គ្នាដើម្បីបញ្ចេញសម្លេងទាំងក្រៅប្រទេសចាថ្ងៃនេះគឺយើងនាំគ្នាមកធ្វើមហាប្រតិកម្មចាដើម្បីទាមទារសុខសន្តិភាពជូនប្រជាជនខ្មែរនិងជូនប្រទេសខ្មែរយើងចាដែលថៃកន្លងមកគាត់នៅតែធ្វើឈ្លានពានមកលើទឹកដីកម្ពុជាយើងហើយក្នុងនោះក៏យើងសូមជឿជាក់បងប្អូនសូមឲ្យអំពាវនាវដល់បងប្អូនប្រជាជនខ្មែរទាំងអស់ទាំងក្នុងនិងក្រៅប្រទេសសូមជឿជាក់លើរាជរដ្ឋាភិបាលនៅលើគោលការណ៍និងនយោបាយនៃយុទ្ធសាស្ត្រក្នុងការប្រយុទ្ធតស៊ូជាមួយនឹងពួកសៀមបាទហើយក្នុងនោះយើងទាំងអស់គ្នានៅថ្ងៃនេះគឺបញ្ចេញសម្លេងបាទសម្លេងក្នុងនាមយើងជាខ្មែរនៅឯក្រៅប្រទេសនៅឯក្រៅប្រទេសដែលបានរួមគ្នាក្នុងនាមជាជាខ្មែរទាំងអស់គ្នាជាប្រដ្ឋខ្មែរយើងនៅទីក្រុងឡុងបិចគាត់បានហើយយើងបាននាំគ្នាមកចូលនៅក្នុងថ្នល់នេះអ្នកនរគ្នាវីដេអូមានតែប៉ុណ្្នឹងឯងហើយខ្ញុំក៏សូមអរគុណច្រើនដល់ពុកម៉ែបងប្អូនជាពិសេសខ្មែរយើងដែលជាអ្នក like និង share វីដេអូពួកខ្ញុំដែលក្នុងនាមខ្ញុំជាកូនខ្មែរដើម្បីធ្វើវីដេអូចែកជូនប្រជាពលរដ្ឋខ្មែរយើងដែលជាអ្នករស់នៅក្នុងទីក្រុងឡុងបិចហើយថ្ងៃនេះយើងបានបញ្ចប់នៅការធ្វើបាតកម្មដ៏មួយសម្រាប់ប្រជាពលរដ្ឋខ្មែរយើងដើម្បីបង្ហាញទៅពិភពលោក